នៅថ្ងៃប្រហ័សនេះយោធាអ៊ីរ៉ង់បានបាញ់មីស៊ីលលើទីបញ្ជាការដ្ឋាននៃកងទ័ពគីរហ្គីស្ថាននៅតំបន់ស្វយ័តក្នុងភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ជាប់ព្រំដែនជាមួយនឹងអ៊ីរ៉ង់ការវាយប្រហារនេះបានបណ្ដាលឲ្យស្លាប់ម្នាក់នេះបើតាមសេចក្តីថ្លែងការណ៍របស់ប្រមុខក្រុមប្រឹក្សាសន្តិសុខអ៊ីរ៉ង់ដោយអះអាងបន្ថែមទៀតថាក្រុមផ្ដាច់ខ្លួនគីរហ្គីស្ថានកុំស្រមៃចង់ឆ្លៀតធ្វើសកម្មភាពហេតុអ្វីបានជាអ៊ីរ៉ង់វាយក្រុមគីរហ្គីស្ថាននៅអ៊ីរ៉ាក់ជាទូទៅអ៊ីរ៉ង់ដែលមានប្រជាជន90លាននាក់រស់ចម្រុះជាតិសាសន៍ប្រមាណ 9% ជាគីរហ្គីស្ថានគ្មានប្រវត្តិប្រទាញប្រទង់ជាតិពិន្ទុឬសាសនាដោយអាហ្វហ្គានីស្ថានប៉ាគីស្ថានឬអ៊ីរ៉ាក់ជិតខាងទេបើទោះបីជាមានការមិនពេញចិត្តនឹងអំណាចកណ្ដាលក៏ដោយក៏ប៉ុន្តែក្រោយការស្លាប់របស់អាយ៉ាតូឡាអាលីខាមេនីស្ថានភាពបានប្តូរផ្លាស់បើតាមបណ្ដាញសារព័ត៌មានអាមេរិក Washington ចង់បំពាក់អាវុធឲ្យក្រុមយុទ្ធជនគីរហ្គីស្ថាននៅអ៊ីរ៉ង់និងនៅអ៊ីរ៉ាក់ក្នុងបំណងពន្យុះឲ្យមានការបះបោរផ្ទៃក្នុងដើម្បីផ្ដួលរំលំរបបដឹកនាំផ្ដាច់ការអ៊ីរ៉ង់បច្ចុប្បន្នអ្នកទទួលខុសត្រូវគីរហ្គីស្ថានម្នាក់ក៏បានអះអាងប្រាប់បណ្ដាញសារព័ត៌មានអាមេរិក CNN ដែរថាកងកម្លាំងគីរហ្គីស្ថាននឹងមានបន្ទុកធ្វើប្រតិបត្តិការជើងគោកនៅភាគខាងលិចនៃប្រទេសដំណឹងនេះត្រូវបានច្រានចោលទាំងស្រុងដោយអ្នកនាំពាក្យសេតវិមាននៅថ្ងៃពុធទី5មិនិនាម្សិលមិញក៏ប៉ុន្តែលោកស្រី Caroline Leavitt បានទទួលស្គាល់និងបញ្ជាក់ថាលោក Donald Trump បានពិភាក្សាជាមួយនឹងមេដឹកនាំចលនាគីរហ្គីស្ថានមែនស្ដីអំពីមូលដ្ឋានទ័ពអាមេរិកនៅភាគខាងជើងអ៊ីរ៉ាក់ក្រោយផ្ដើមប្រតិបត្តិការយោធាលើអ៊ីរ៉ង់ភ្លាមសម្រាប់អ្នកស្រាវជ្រាវអាមេរិកនៅវិទ្យាស្ថាន Foreign Policy Research Institute ក្រុមយុទ្ធជនគីរហ្គីស្ថានដែលទេអ៊ីរ៉ង់ចាត់ទុកថាជាក្រុមភេរវជនតាក់ចិត្តអាមេរិកខ្លាំងណាស់ពីព្រោះចលនាប្រឆាំងនេះមានរចនាសម្ព័ន្ធត្រឹមត្រូវបើសិនជាអាមេរិកនិងអ៊ីស្រាអែលពិតជាត្រូវការបើកប្រតិបត្តិការជើងគោកមែននោះគេច្បាស់ជាត្រូវប្រើកម្លាំងកងទ័ពគីរហ្គីស្ថាននេះហើយនេះបើតាមទស្សនៈរបស់អ្នកស្រាវជ្រាវដដែលគីរហ្គីស្ថានជាជនជាតិគ្មានប្រទេសរស់បែកខ្ញែកគ្នានៅទូគីអ៊ីរ៉ាក់ស៊ីរីអាមេនីនិងអ៊ីរ៉ង់អ៊ីស្រាអែលមានទំនាក់ទំនងជិតស្និទ្ធល្អជាមួយនឹងក្រុមគីរហ្គីស្ថានអ៊ីរ៉ាក់ស៊ីរីនិងអ៊ីរ៉ង់តាំងតែពីច្រើនទសវត្សរ៍មកហើយក្នុងផ្នែកសន្តិសុខយោធានិងចារកិច្ចយុទ្ធជនគីរហ្គីស្ថានក៏ធ្លាប់មានតួនាទីជួយក្រុមសម្ព័ន្ធមិត្តអន្តរជាតិប្រឆាំងនឹងតាលីបង់នៅអាហ្វហ្គានីស្ថាននៅឆ្នាំ2001និងជួយអាមេរិកឲ្យកម្ចាត់មេដឹកនាំផ្ដាច់ការអ៊ីរ៉ាក់សាដាមអ៊ូសេននៅឆ្នាំ2003ជាពិសេសដោយសារយុទ្ធជនគីរហ្គីស្ថានសម្ព័ន្ធមិត្តអន្តរជាតិអាចយកឈ្នះអង្គការរដ្ឋអ៊ីស្លាមនៅឆ្នាំ2017បាន